បងមិននិយាយតាញ៉ានេះក៏អូនមកឆៃថ្មីនៅមន្ទីរព្យាបាលថ្មីអៃប្រេសឥឡូវក៏អូនចាប់ដើមដើរទៅហើយតែមិននឹងចូលក៏អូនមកដោះស្បែកជើងសិនដើម្បីចូលទៅខាងក្នុងឲ្យមានអនាម័យឥឡូវអូនចូលទៅខាងក្នុងដើម្បីជួបអ៊ីចាត់ការដើម្បីបំពេញឈ្មោះបន្ទាប់ពីបំពេញឈ្មោះហើយក៏អូនមកអង្គុយចាំមួយផ្លែតសិនហើយអូនក៏កលែកឃើញកន្លែងវាស់កពស់ហើយអូនក៏មកវាស់កពស់មើលអូឥឡូវអូនដល់កពស់ច្រើនដែរតាបងឥឡូវកូនដល់ម៉ោងជួបបន្ទប់ឆែកថ្មីហើយបងហើយអូនក៏បានជម្រាបសួរលោកគ្រូអ្នកគ្រូហើយលោកគ្រូក៏ឲ្យអូនឡើងគេងដើម្បីឆែកថ្មីនេះបងថ្មិញបើអូនឆែកហើយថ្មិញខ្មៅនឹងត្រូវប៉ះចេញណាបងហើយថ្មិញខ្មៅនឹងថ្មិញទឹកដោះគឺអូនអត់ទាន់ដល់អាយុត្រូវដកចេញទេចង់មិនទៅប៉ះសិនដើម្បីឲ្យញញឹមទៅស្អាតតែប៉ុណ្ណឹងបងលេងឃើញថ្មិញអូនខ្មៅទៀតហើយឃើញអូនញ៉ាំស្រស់ហ្នឹងបងដឹងអត់មកពីលោកគ្រូអ្នកគ្រូធ្វើឲ្យអូនថ្នមដៃមែនតែនអូនមានអារម្មណ៍ឈឺសោះឥឡូវអូនប៉ះថ្មីរួចហើយបងតែប៉ុណ្ណឹងពូនៅកន្លែងថតលេងប្រអប់ថ្មីអូនខ្មៅទៀតហើយឥឡូវកូនត្រឡប់ទៅវិញហើយភ្ញៀវក៏កំពុងមកបដាដែរឥឡូវអូនបានប៉ះថ្មីរួចហើយបងបើបងចង់បានស្នាមញញឹមស្រស់ស្អាតកុំភ្លេចមន្ទីរព្យាបាលថ្មីអៃប្រេសបើបងអ៊ំពុំមីងដែលចាប់អារម្មណ៍មន្ទីរព្យាបាលថ្មីអៃប្រេសគឺទីតាំងនៅក្បែរផ្សារសូយ៉ាស្រួលរកមែនតានជម្រាបលាបាយ